Hello សួស្តីបងតាខ្ញុំដឹងហើយថា message នេះគេផ្ញើឲ្យខ្ញុំថ្ងៃនេះចង់ឲ្យខ្ញុំនិយាយរឿងអីគឺតាក់ទងជាមួយនឹងរឿង feminine energy បងក៏តែងតែប្រាថ្នាចង់បានស្នេហាឬក៏ទំនាក់ទំនងដែលល្អសំប្រកបតែអ្នកនរគ្នាដឹងថាពេលខ្លះអ្នកនរគ្នា strong ពេកអ្នកនរគ្នាមាន masculine energy ខ្លាំងពេកនៅក្នុងទំនាក់ទំនងស្នេហាតែអ្នកនេះខ្ញុំទទួលបានសារគេចង់ឲ្យខ្ញុំនិយាយជាថ្នូរនៃការដកដងដែលសម្លេងខ្ញុំរៀងគាត់មកប៉ុន្តែឥឡូវហ្នឹងអត់ទាន់ហ៊ានអួត 100% ដោយសារតែមានអារម្មណ៍ថាបានតែគ្រូមកទៀតដោយសារតែខ្ញុំជាអត់ញ៉ាំឆ្នាំអត់ញ៉ាំមើលថាតើ better អត់តែស្លេង better តែអត់និយាយច្រើនដែរទេចាថតទៅវីដេអូឲ្យបងនិយាយឆ្លុះចង់ស្លាក់ចង់ស្ងួតកចង់និយាយទៅគឺទាក់ទងជាមួយនឹងសភៅ21ថ្ងៃសភៅ21ថ្ងៃអ្នកនរគ្នាស្ដាប់ទៅអាចនឹងគាត់ជាសភៅក្នុងការផ្លាប់ដូរតល21ថ្ងៃផ្លាប់ដូរតល30ថ្ងៃផ្លាប់ដូរការគិត mindset និងការសម្ដែងផ្លាប់ដូរអត្តចរិត21ថ្ងៃគឺមិនមែនគ្រាន់តែជាសភៅទស្សនវិជ្ជាដែលអ្នកនរគ្នាត្រូវតែរឹងមាំឬក៏ត្រូវស្គាល់អំពីស្គមខាងក្រៅទេប៉ុន្តែនៅក្នុងនោះក៏មានផាសជាមួយនឹងស្នេហាទំនាក់ទំនងស្នេហាតែអ្នកនរគ្នាគួរតែដើរខ្លួនឬក៏ប្រើប្រាស់ឬក៏តែ unlock energy feminine energy របស់អ្នកនរគ្នាយកមកប្រើរបៀបម៉េចខ្ញុំជឿជាក់ថាពីច្រើន follower របស់ខ្ញុំគឺជាមនុស្សដែលរឹងមាំជាមនុស្សស្រីដែលវៃឆ្លាតជាមនុស្សស្រីដែលមានភាពជឿជាក់លើខ្លួនឯងនិយាយទៅគឺ strong គ្រប់រឿងstrong នៅក្នុងជីវិតហើយអាចជួបភ្លៀងចៅទូកបាត់ក្តៅម្នាក់ឯងហើយនៅក្នុងការងារក៏ត្រូវតស៊ូច្បាំងដឹកនាំក្រុមនៅពេលដែលនៅម្នាក់ឯងក៏ត្រូវតែរឹងមាំត្រូវតែក្លាហានអត់ហ៊ានទុនខ្សោយអត់ហ៊ានទម្លាក់សម្ពាធឬក៏អំណាចដែលខ្លួនឯងទទួលខុសត្រូវចុះទេនិយាយសរុបទៅ24ម៉ោងលើ24ម៉ោង7ថ្ងៃក្នុងមួយសប្តាហ៍គឺអ្នកទាំងអស់គ្នាពាក់ម៉ាស់ធ្វើជាអ្នករឹងមាំប៉ុន្តែយ៉ាងនេះតែចាំណាអ្នកទាំងអស់គ្នារឹងមាំជាមួយសង្គមខាងក្រៅរឹងមាំជាមួយនឹងគ្រប់យ៉ាងគឺល្អប៉ុន្តែកុំរែកយកគ្រប់យ៉ាងមកទូទៅលើស្មារតីអ្នកទាំងអស់គ្នាអ្វីខ្លះដាក់ចុះបានហកផ្លូវដាក់ចុះអ្វីខ្លះអ្នកគ្នាតម្លាក់បានហកផ្លូវតម្លាក់មិនមែនអត់អ្នកទាំងអស់គ្នាមានទំនួលខុសត្រូវទេប៉ុន្តែមានទំនួលខុសត្រូវប្រកបដោយផាសុខភាពប្រកបដោយ peace មកក្បែរហ្នឹងមានប្រាប់អ្នកទាំងអស់គ្នាថាអ្នកគឺគួរដាក់មិនតម្លាក់មិនថែមមិនធ្វើមិនបាត់ផ្លូវកាត់បាត់ smart girl ហ្មងហើយបងមានអ្នកទាំងអស់គ្នា unlock ជាមួយនឹង feminine energy នៅក្នុងទំនាក់ទំនងស្នេហាដឹងថានៅមុខដៃគូជាទីស្រឡាញ់អ្នកទាំងអស់គ្នាគួរធ្វើមិនព្រោះខ្ញុំតែងតែឃើញបងដែលគាត់ចែករំលែកថាអូនៅក្នុងជីវិតខាងក្រៅគឺរែកពុនរឹងមាំគ្រប់យ៉ាងហើយប៉ុន្តែនៅក្នុងជីវិតគូនៅតែហត់នឿយទៀតតែខ្លះមិនមែនអ្នកទាំងអស់គ្នាមិនមែនជានារីដែលមិនមានសំណាងទេគាត់អ្នកទាំងអស់គ្នាស៊ាំជាមួយនឹងភាពត្រូវតែរឹងមាំត្រូវតែធ្វើដោយខ្លួនឯងត្រូវតែរឹងមាំដោយខ្លួនឯងត្រូវតែចាត់ចែងដោយខ្លួនឯងតាំងពីទូដល់ធំខ្លាចទៅជាទម្លាប់រហូតតតែអ្នកទាំងអស់គ្នាចង់មកក្នុងទំនាក់ទំនងអ្នកទាំងអស់គ្នាភ្លេចឲ្យឱកាសគេនៅក្នុងការឲ្យគេបង្ហាញនៅសក្តានុពលខ្លួនគេជា masculine energy ដើម្បីបំពេញក្តីសុខនិងតម្រូវការក្នុងនាមយើងជា feminine energy គេតែចាំណា so គឺមានពីរមានតែ feminine និង masculine ទេបើមិនជាអ្នកទាំងអស់គ្នាដើរតួជា masculine គេនឹងដើរតួជា feminine ដូច្នេះហើយកុំស្រែកកុំល្អកុំធ្ងន់ថាហេតុអីក៏ខ្លួនឯងនៅតែហត់នៅក្នុងជីវិតទំនាក់ទំនងស្នេហាទៀតមកពីបងទៅបិទ function feminine អស់លីងក្នុងជីវិតការងារក៏ masculine សង្គមខាងក្រៅក៏ masculine អមរែកក្នុងក្រុមគ្រួសារក៏ខ្លួនឯងដើរតួជា masculine ដល់ពេលមកនៅក្នុងទំនាក់ទំនងស្នេហាខ្លួនឯងនឹងបាត់ function masculine automatic ទៀតខ្ញុំសួរថាកន្លែងណាដែលឲ្យឱកាសគេដើរតួជា masculine បានអត់ខ្លះជាច្រើនច្រឡំនិយាយទៅថតទូរស័ព្ទមួយនោះគឺថាដាច់រហូតដាច់ពាក់កណ្ដាលរហូតអត់យល់ទេចឹងខ្ញុំមិននិយាយតសម្រាប់សភៅ21ថ្ងៃបងដែលគាត់អត់ចេះអានសភៅហើយអត់សូវប្រកែកក្នុងការអានភាសាខ្មែរឥឡូវនោះបងអាចធ្វើការចុះឈ្មោះស្ដាប់ជាសភៅសំឡេងបានដើម្បីធ្វើការផ្លាស់ប្ដូរខ្លួនឯងបើកដកជាមួយនឹង masculine energy សម្រាប់លើការងារខាងក្រៅហើយនឹង unlock ជាមួយនឹង masculine feminine energy នៅក្នុងទំនាក់ទំនងមកកន្លែងនេះមានប្រាប់បងទាំងអស់នៅរឿងដែលបងគួរធ្វើនិងរឿងដែលបងមិនគួរធ្វើនៅក្នុងទំនាក់ទំនងចឹងហើយកន្លែងសម្រាប់អ្នកដែលគាត់ចង់បានជា audio សភៅ energy សំឡេងចាហើយសូមបញ្ជាក់តិចសម្រាប់បងដែលគាត់ទិញជាសភៅតម្លៃ57.89សម្រាប់អ្នកដែលគាត់ទិញសភៅកក់ជាសមាជិកសភៅជាសំឡេង energy សំឡេងគឺតម្លៃផ្សេងចាដោយសារតែយើងត្រូវបូក include ជាមួយនឹងការចំណាយពេលវេលាក្នុងការធ្វើជាសភៅសំឡេងជូនបងទៀតអញ្ចឹងតម្លៃគឺខុសគ្នាណាអត់មានដូចគេលក់សភៅតម្លៃផ្សេង audio លក់ថោកជាងអត់ទេបើសម្រាប់ខ្ញុំការធ្វើជាសំឡេងថតម្ដងទៀតគឺវាជាការចំណាយពេលវេលាចំណាយកាវិការទិញ program ទៀតហើយអញ្ចឹងវាត្រូវតែថ្លៃជាងហើយអញ្ចឹងសម្រាប់បងដែលគាត់ចង់ស្ដាប់ពេលធ្វើការឬក៏ពេលបើកបរឬក៏ពេលធ្វើដំណើរតាមផ្លូវអីចឹងណាអាច subscribe ជាសភៅenergy សំឡេងបានអាចបើកបានស្ដាប់បានគ្រប់ពេលវេលានៅលើ channel របស់យើងអញ្ចឹងបងអាច inbox មកចុះឈ្មោះបានអញ្ចឹង message សម្រាប់អ្នកដែលគាត់បានបញ្ចប់ជាមួយនឹងការស្ដាប់អំពីសភៅ21ថ្ងៃហ្នឹងគាត់នឹងមាន message អីមកប្រាប់អ្នកទាំងអស់គ្នាបន្ថែមទៀតមិនហ្នឹង message ល្អៗ message ស្ដីគ្នាដែរគឺអ្នកទាំងអស់គ្នានឹងខ្លាចទៅជាមនុស្សដែលគេចាប់អារម្មណ៍ជាទីចាប់អារម្មណ៍របស់អ្នកដទៃដោយសារតែអ្នកទាំងអស់គ្នាបានបោះចោលខ្លួនឯងនៅក្នុង overson ហើយអ្នកទាំងអស់គ្នានឹងខ្លាចទៅជាមនុស្សដែលអ្នកជុំវិញខ្លួនឬក៏ក្រុមគ្រួសារឬក៏មនុស្សជាទីស្នេហ៍រួមទាំងខ្លួនឯងមានមោទនភាពជាមួយមានឱកាសបានជួបជាមួយនឹងគូស្នេហាពិតប្រាកដឬក៏បើអ្នកដែលមាននៅក្នុងទំនាក់ទំនងស្នេហាបន្ទាប់ពីអ្នកទាំងអស់គ្នា unlock ជាមួយនឹង feminine energy នេះហើយអ្នកទាំងអស់គ្នាអាចនឹងជួបជីវិតគូដែលសមប្រកបចាស្នេហារបស់អ្នកទាំងអស់គ្នានឹង romantic នឹងជាការចងចាំឬក៏អ្នកចាស់របស់អ្នកទាំងអស់គ្នាគេនឹងស្ដាយក្រោយនៅពេលដែលបានបាត់បង់អ្នកទាំងអស់គ្នាចាហើយអ្នកទាំងអស់គ្នាក៏ប្រែខ្លាចទៅជាមនុស្សស្អាតទាំងកាយស្អាតទាំងចិត្តសំខាន់គឺ millionaire mindset millionaire girl ចាចឹងហើយនេះគឺជា message ជាប់ជាមួយនឹងសភៅសម្រាប់បងដែលគាត់ធ្លាប់អានគឺគាត់ដឹងហើយថាសភៅនឹង graphic លេខមកច្រើនណាតែអ្នកគូឡើងទៅរវល់លក់ទៀនអត់មែនទៅលក់សភៅអញ្ចឹងនេះគឺជាផ្នែកខ្លះជូនបន្ថែមទៀតតពីវីដេអូមុន